បងអត់ដឹងថាឆាងាវមិនតោះមកមើលមួយខ្ញុំទាំងអស់គ្នាអញ្ចឹងខ្ញុំឆាងាវអំពើទុំហើយខ្ញុំមិនមែនជាអ្នកជំនាញអីទេគ្រាន់តែខ្ញុំឆាអញ្ចឹងទៅវារៀងឆ្ងាញ់អញ្ចឹងណាបងខ្ញុំអត់ប្រើគ្រឿងទេសអីច្រើនទេអញ្ចឹងងាវខ្ញុំស្រស់ហើយខ្ញុំបកវាទុកមួយឡែកសិនអញ្ចឹងខ្ញុំស្រស់អត់សូវឲ្យឆ្អិនពេកទេហើយខ្ញុំមានជាមួយនឹងជីខ្ញុំប្រើជាមួយជីអង្វងជាមួយអំពើទុំហើយជាមួយខ្ទឹមសអញ្ចឹងគ្រឿងទេសរបស់ខ្ញុំហ្នឹងគឺមានតែប៉ុណ្្នឹងឯងគ្រឿងផ្សំអញ្ចឹងណាចឹងខ្ញុំប្រើជាមួយខ្ទឹមសច្រើនតិចមកខ្ញុំកច្រាមវាស្ហើយដាក់វាអំពងឲ្យឡើងឈ្ងុយសិនអញ្ចឹងណាបន្ទាប់មកខ្ញុំដាក់អំពើទុំចូលខ្ញុំចាក់ជាមួយនឹងប្រេងខ្យងចូលទៅបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងទឹកម្ទេសដបយើងហ្នឹងដាក់វាចូលទៅបើមានទឹកប៉េងប៉ោះទៀតបងដាក់ទឹកប៉េងប៉ោះចូលទៀតកាន់តែល្អហើយខ្ញុំដាក់ជាមួយនឹងទឹកក្តៅយើងចូលតិចទៅដើម្បីឲ្យវាចេញជាតិជាមួយអំពើទុំមួយគ្រឿងអញ្ចឹងណាបន្ទាប់មកបន្ថែមគ្រឿងទេសទៅប៉ុន្តែគ្រឿងទេសបងដាក់តិចសិនបានហើយតែសាងាវក៏មានជាតិប្រៃហើយដែរបើសិនបងដាក់ច្រើនពេកអាចនឹងប្រៃអញ្ចឹងណាអញ្ចឹងកូរត្រឡប់ឲ្យគ្រឿងវាចូលជាតិឲ្យភ្លក់មើលថាត្រូវហើយចាំយើងចាក់ងាវចូលអញ្ចឹងណានិយាយទៅងាយលឿនមែនតើកូរត្រឡប់ឲ្យចូលជាតិជាមួយងាវមកគឺបាននេះបងអញ្ចឹងឆាងាវអំពើទុំហ្នឹងគឺប៉ុណ្ណឹងគឺឆ្អិនបាត់ហើយមួយទៀតបងអាចដាក់ជាមួយនឹងម្រេចកុំភ្លេចផងអញ្ចឹងជាចុងក្រោយបន្ថែមជាមួយជីអង្វងដាក់ចូលមកតែប៉ុណ្ណឹងឆ្អិនទៀតដែរបងអញ្ចឹងអាហារមួយពេលគឺលឿនគ្រាន់តែយើងត្រូវការស្រស់ងាវហើយងាវនៅពេលដែលស្រស់ហើយគឺស្រង់វាត្រាំទឹកត្រជាក់ដាក់ជាមួយក្រូចឆ្មាអញ្ចឹងធ្វើឲ្យសាច់ងាវវានៅស្រួយឆ្ងាញ់អញ្ចឹងណាឥឡូវនេះចាប់ផ្ដើមដួសដាក់ចានហើយបងតោះបងកាន់បាយកកមកខ្ញុំមានងាវឆាអញ្ជើញជាមួយអញ្ចឹងមកមុខនេះបងចូលចិត្តអាចជាអីក៏ត្រូវដែរនិយាយទៅជួបជុំគ្រួសារខ្លែមអីអូយតំណងមែនតើអញ្ចឹងវីដេអូនេះនឹងមានប៉ុណ្្នឹងឯណាបងអរគុណច្រើនជម្រាបលា